ប្រើ2ឆ្នាំហើយបាទមានប្រសិទ្ធភាពមែនតាបាទប៉ុន្តែលើប្រសិទ្ធភាពអំពើបំពាន់អីខ្ញុំមិនដែលបានជួបទេខ្ញុំជឿយកមកពាក់ជាប់នឹងខ្លួនហ្នឹងខ្ញុំរលមុខរបរកកជេដីទេធ្វើបិទមិនតាន់បានមែនជោគជ័យនឹងដីក៏ប៉ុន្មានក៏ប៉ុន្តែយើងមិនខ្វះភ្ញៀវអញ្ចឹងណាគេខ្វះយើងអត់ខ្វះអញ្ចឹងខ្ញុំបានប្រើប្រាស់កាក់នេះមកដែលខ្ញុំថាឈឺក្បាលហ្នឹងខ្ញុំដាក់លើក្បាលខ្ញុំអស់រយៈពេល1ម៉ោងអញ្ចឹងខ្ញុំអង្គុយសមាធិដល់ពេលក៏ខ្ញុំឈប់ទៅក៏ខ្ញុំយកមកពាក់កកវិញព្រឹកឡើងវារៀងឡើងឈឺដែរតែឈឺរឿងអួលរៀងចង់វិលដែរវិលតិចតិចដល់ស្អែកឡើងវាអត់បានដាក់ទេតែដាក់តែម្ដងហ្នឹងហើយដល់ស្អែកឡើងវារៀងចង់វិលដែរតែវិលតិចតិចអញ្ចឹងក៏វាបាត់ទៅវិញទៅហើយដល់ពេលមកព្រឹកមិញនេះក៏វារៀងមួយសើតែក៏វារៀងធូរទៅវិញទៅអញ្ចឹងខ្ញុំពាក់កាក់នេះគឺខ្ញុំធូរពីការឈឺក្បាលនេះវាអស់ចូលតែ70%ហើយចាអរគុណចាហើយខ្ញុំទិញកាក់នេះហើយខ្ញុំជាវកាក់2ថែមទៀតនេះឲ្យក្មួយមួយបងមួយអញ្ចឹងខ្ញុំអត់យកខ្សែទេខ្ញុំយកតែកាក់ទេហើយកាក់ហ្នឹងដាក់អាតពួកហ្នឹងផងណាព្រោះគាត់យាយជីក៏អត់ហ៊ានពាក់ខ្សែទេអញ្ចឹងគាត់ត្រូវដាក់នឹងអាវចាអរគុណឥឡូវនេះខ្ញុំជាវឲ្យបងគាត់ថាគាត់ពាក់ខ្សែចកេះក៏អត់ពាក់ខ្សែដែរអញ្ចឹងគាត់ថាធ្ងន់កអញ្ចឹងពាក់ចកេះវិញក៏អញ្ចឹងក៏ជួយសម្រួលនឹងការបត់ដៃបត់ជើងបានលឿនជាងពាក់នៅកកពាក់នៅកកវាអត់សូវសម្រួលបានទៅការបត់ដៃបត់ជើងអញ្ចឹងដាក់នៅចកេះវាសម្រួលបាន10-20% យ៉ាងណែហ្នឹងហើយប្រហែលថ្ងៃមុនម៉ែខ្ញុំពាក់នៅកកគាត់ដោះចេញដាក់នៅចកេះគាត់បាន2ថ្ងៃគាត់បត់ជើងបាន2ដងអញ្ចឹងខ្ញុំដាក់នៅចកេះអញ្ចឹងបងខ្ញុំគាត់យកដែរពាក់នៅចកេះអញ្ចឹងអរគុណណាចាអរគុណអត់អីទេបងគេងលក់ស្រួលហើយអត់មានបញ្ហាអីទាំងអស់ហើយភាគរយនៃការជប់ខ្យល់ក៏អត់មានញឹកញាប់ដូចលោកមុនដែររាល់ដងមួយអាទិត្យជប់3-4 ដងបាត់ហើយឥឡូវអត់ទេទឹមតាព្រឹកមិញទេដែរខ្ញុំគេងបត់ដៃឡើងទៅលើទៅវារៀងសពុនតែប៉ុណ្្នឹងឯងខ្ញុំប្រើអាតូចវាជួយល្អតើកូនបានជោគជ័យតើប្រើរយៈពេលប្រហែលជាជិត1ខែហើយគ្រូហើយមានតែគេធ្វើគប់ខ្សែភ្លើងចង្អាយពីខ្ញុំទៅ50-60ម៉ែត្រឯងឆេះឡើងធ្លុំមកខាងផ្ទះខ្ញុំបៀននេះអត់មានមកបៀនបានតែដូចបានជោគជ័យនៅនោះហើយធ្វើអ្វីបានសម្រេចដែរតើគ្រូសុខភាពកាលពីមុនខ្ញុំឈឺជើងឈឺរត់ចុះឡើងទៅខ្ញុំបិទថ្នាំហើយកាលទៅអន់ទៅឈឺមកវិញដល់បានប្រើកាក់ធម្មពលដែលជានេះទៅវាអន់ឈឺគ្រាន់ជាមុនបិទថ្នាំទៅស្រួលគ្រាន់ណាគ្រូហើយអាថ្ងៃមុននោះមានបត្តហេតុបន្តិចតួអាគេស៊ូយត្រីទៅវាទាញអាដងសទួយទៅគប់ខ្សែភ្លើងប៉ុណ្ណាបានយើងមានកាក់ត្រីជានេះក៏វាទៅផ្ទុះនៅគេតែខាងយើងគីននេះវាអត់អុយជួយយើងបានសុខសប្បាយដែរណាគ្រូខ្ញុំប្រើតែម្នាក់ឯងទេលោកគ្រូខ្ញុំជឿជាក់តាំងពីយូរកាលពីនៅថោកប៉ុន្តែមិនចេះបានទិញបើចាឡើងថ្លៃក៏មានហើយអត់មានបច្ច័យទៅបានទិញយកតាតូចមកប្រើប៉ុន្តែបានជោគជ័យហើយគ្រូបានសម្រេចបានដូចតែវាសុខភាពល្អគ្រាន់ជាមុនណាគ្រូគុណគ្រូខ្ញុំបានប្រើតាំងពីអតីតវើធម្មពលដែរណាគ្រូខ្ញុំទិញអាពើក្រហមខ្ញុំប្រើចូលជិត1ឆ្នាំហើយបងជិត1ឆ្នាំកាលខ្ញុំយកមកពាក់យប់យកមកដល់ផ្ទះយប់ដំបូងខ្ញុំយកសពឃើញលោកតាអាយុប្រហែលចូល90ឆ្នាំលោកតាលោកននលោកហ្នឹងហើយគាត់ថាអត់អីចៅចាំតាជួយចៅឯងបាច់ភ័យឯងពាក់អាកាហ្នឹងហើយចាំតាជួយឃើញអាយុដំបូងយកមកផ្លែតហ្នឹងតែប៉ុណ្ណឹងខ្ញុំចេះអាសាលើសឈាមលើអីហ្នឹងហើយទិញកត់យកមកពាក់ហ្នឹងដើម្បីសម្រួលសរសៃឲ្យឈាមបេះដូងអីដើរដំណើរការល្អហ្នឹងអត់អីផងឯធម្មតាហើយអត់សូវដែរឈឺដែរអត់សូវខណៈដាស់សាយតិចតួចអញ្ចឹងណាអត់ដែរឈឺអីប៉ុន្តែចាំមើលខ្ញុំ
តិចទៀតខ្ញុំចង់ទិញអាធំដូចថាចង់ទិញយកអាធំប្រើអុយអាហ្នឹងវាថាដូចថាខ្លាំងជាងអាតូចឯធំអីគឺដែលតគូថាអាធំវាប្រើការខ្លាំងជាងអាតូចមានកម្លាំងខ្លាំងជាងណាតែមើលខ្ញុំតិចទៀតចាំខ្ញុំដូរយកអាធំខ្ញុំទៅដល់កន្លែងផ្ទះលោកគ្រូហ្នឹងហើយគាត់ថាអាតូចដល់កន្លះខែទៅ20ថ្ងៃអីបានដឹងលទ្ធផលអញ្ចឹងណាហើយបើអាធំយកមក2ថ្ងៃបានផលគាត់ថាអញ្ចឹងវាកម្លាំងធម្មពលខ្លាំងជាងណាគាត់ថាបើអាធំមកដល់ផ្ទះ2ថ្ងៃ3ថ្ងៃដឹងផលបើអាតូចនេះដល់កន្លះខែអញ្ចឹងណាវាខុសគ្នាអញ្ចឹងហើយអាតូចនេះប្រើការពារបានត្រឹម10ម៉ែត្រ4ជ្រុងហ្នឹងហើយបើអាកដាលបាន300ម៉ែត្រអីបើអាធំនោះបាន600ម៉ែត្របាន600ម៉ែត្រគាត់ថាអញ្ចឹងដែរហើយខ្ញុំទិញយកអាតូចសាកមើលសិនហ្នឹងបើសេដ្ឋកិច្ចមើលទៅដូចជាធម្មតាដែរបងរៀងតក់ដែរប៉ុន្តែក្រៃឡូខ្ញុំយកអាតូចមកវាអត់តាន់មានកម្លាំងធម្មពលខ្លាំងមិនដឹងណាបើការងារអីជីវកម្មអីវាធម្មតាប៉ុន្តែឡូមិនដល់អាធំណាយើងតាក់ពាក់អាតូចអញ្ចឹងណាវាខណៈសុខភាពកាលនេះខ្ញុំភាសាលើឈាម3 4 10អញ្ចឹងហើយខ្ញុំមកតែពាក់ទៅមានអារម្មណ៍ជ្រះថ្លាពាក់ភ្លាមពឺស្បល់ហើយមានអារម្មណ៍សប្បាយចិត្តភ្លាមមានអារម្មណ៍ដូចថាយើងស្រឡះក្នុងខ្លួនហ្មងអត់ទេខ្ញុំនិយាយពិតប្រកបហ្មងពាក់ទៅមានអារម្មណ៍ថាមានកម្លាំងហើយភ្លឺប៉ុណ្ណេះហ្មងស្រឡះក្នុងខ្លួនហ្មងហ្នឹងតភ្លាមហ្មងបានភ្លាមពាក់ភ្លាមនិស័យយើងមាននិស័យមួយកាន់ណាចឹងហើយមកបួងសួងដែរសូមឲ្យសានជួយឲ្យខ្ញុំពាក់ទៅឲ្យខ្ញុំជាពីជំងឺទាំងឡាយនិងឲ្យខ្ញុំមានកម្លាំងបំហែឲ្យខ្ញុំជំនះពួកអមនុស្សនិងមនុស្សការទាំងឡាយឲ្យខ្ញុំមាននិស័យមានពលឺហើយចឹងអត់ពាក់បំគឺសុខភាពខ្ញុំណាមកចឹងអរគុណច្រើនសុខសប្បាយសូមសប្បាយទាំងអស់គ្នាថាខ្ញុំពាក់កាក់នឹងទៅនៅផ្លែកខ្ញុំដឹងថាផ្លែកហ្មងផ្លែកក្នុងថាវាវិលមុខអត់មានរឿងអីមិនទៅវិលមុនខ្ញុំធ្លាប់វិលមុនវិលយើងទៅកន្លះខែវិញបានខ្ញុំដើរបានត្រង់សូវងាកខ្លួនក៏ងាកបានណាវិលស្អាតនេះវាចាប់ផ្ដើមវិលយកមកដល់ពេលវាឆ្វាំងទៅវាថាធម្មតាមិនដូចពីងាកវិញខ្ញុំវិលតាំងពីម៉ោង10វិលកណ្ដឹងងាកខ្លួនក៏ងាកមិនដូចថាងាកកណ្ណាងាកវិលដូចចងំនៅចឹងឲ្យស្រីលាបប្រេងកន្លាញសបាច់ផងមកត្រឹមកណាត់ជើងនៅទឹកមិនធម្មតាទេទឹកចេញទឹកហើយដល់អញ្ចឹងទៅដល់ម៉ោងទី2បាទខ្ញុំឆ្វាំងហើយខ្ញុំត្រង់ឡើងគូសនំធម្មតាឡើងបិទបែនអីធម្មតាទាំងអស់នៅអញ្ចឹងតែខុសផ្លែណាបើតាមខ្ញុំពិនិត្យមើលទៅកាក់នេះមិនធម្មតាអូខេបងខ្ញុំទទួលយកបាន